នៅក្នុងវីដេអូនេះខ្ញុំមកបញ្ជាក់បងប្អូនឲ្យច្បាស់លាស់ទាក់ទងជាមួយនឹងការជ្រើសរើសយកចម្លើយឲ្យត្រឹមត្រូវទាក់ទងជាមួយនឹងការអប់រំខ្ពស់បំផុតសម្រាប់ការដាក់ឆ្នោត DV Lottery សម្រាប់ឆ្នាំ2027 បើយោងទៅតាមការដាក់ឆ្នោតសម្រាប់ឆ្នាំ2026សំណួរនេះគឺស្ថិតនៅក្នុងចំណុចទី12ដែលគេបានសួរថា What is the highest level of education you have achieved as of today គេសួរថាតើការអប់រំមួយណាដែលខ្ពស់បំផុតសម្រាប់បងប្អូនមកដល់សព្វថ្ងៃនៅក្នុងនោះយើងមានចម្លើយរហូតទៅដល់10ដើម្បីតាក់ទងជាមួយនឹងស្ថានភាពផ្ទាល់ខ្លួនរបស់បងប្អូនចម្លើយទី1 Primary School only Primary School ហ្នឹងគឺសំដៅទៅលើថ្នាក់បឋមអញ្ចឹងយើងដឹងស្រាប់ហើយថ្នាក់បឋមនៅស្រុកខ្មែរយើងគឺចាប់ពីថ្នាក់ទី1ដល់ថ្នាក់ទី6ចម្លើយទី2 High School no degree High School ហ្នឹងគឺថ្នាក់វិទ្យាល័យថ្នាក់វិទ្យាល័យគឺសំដៅពីថ្នាក់ទី10ដល់ទី12ថ្នាក់វិទ្យាល័យនេះគេបានបញ្ជាក់មួយទៀតថាបងប្អូនបានរៀននៅថ្នាក់វិទ្យាល័យមែនប៉ុន្តែមិនបានទទួលសញ្ញាបត្រទេ no degree ក្នុងចម្លើយទាំងពីរនេះខាងលើប្រសិនជាបងប្អូនរើសយកមួយក្នុងចំណោមពីរហ្នឹងគឺបងប្អូនមិនមានសិទ្ធិក្នុងការដាក់ឆ្នោតទេដោយសារតែឆ្នោតទាមទារឲ្យបងប្អូនយ៉ាងតិចចប់ថ្នាក់វិទ្យាល័យដោយមានសញ្ញាបត្រអញ្ចឹងវាចូលដល់ចម្លើយទី3 High School Degree កន្លែងហ្នឹងហើយគឺបងប្អូនបានចប់ទី12ហើយទទួលបានសញ្ញាបត្រអញ្ចឹងបងប្អូនភាគច្រើនដែលជាប់ថ្នាក់វិទ្យាល័យបានសញ្ញាបត្រហ្នឹងគឺបងប្អូនជ្រើសរើសយកចម្លើយទី3ចម្លើយទី4 Vocational School Vocational School សំដៅទៅលើថ្នាក់វិជ្ជាជីវៈក្នុងបងប្អូនរៀនខាងវិជ្ជាជីវៈផ្សេងៗតាក់ទងជាមួយសាស្ត្រពេទ្យសាស្ត្រជួសជុល electronic អីផ្សេងតាក់ទងជាមួយនឹងវិជ្ជាជីវៈបងប្អូនរើសយកកន្លែងមួយនឹងចំណុចទី4ចម្លើយទី5 Some University Courses ប្រសិនបើបងប្អូនបន្តទៅថ្នាក់មហាវិទ្យាល័យហើយមិនទាន់បានសញ្ញាបត្របញ្ញាបត្ររងឬក៏បញ្ញាបត្រទេបងប្អូនរៀនបានថ្នាក់ខ្លះនៅក្នុងថ្នាក់មហាវិទ្យាល័យបងប្អូនជ្រើសរើសយក Some University Courses ចម្លើយបន្ទាប់ University Degree នឹងសំដៅទៅលើបងប្អូនដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្ររងឬក៏ថ្នាក់បរិញ្ញាបត្រពេលដែលបានចប់ហើយបានសញ្ញាបត្រណាអាហ្នឹងគឺយើងជ្រើសយក University Degree ចម្លើយបន្ទាប់ Some Graduate Level Courses ប្រសិនជាបងប្អូនបានបញ្ចប់ថ្នាក់មួយចំនួនថ្នាក់ហ្នឹងបញ្ចប់ហើយយើងមាន transcript បញ្ជាក់ថាថ្នាក់ហ្នឹងបញ្ចប់ហើយទីហើយយើងរៀនឆ្នាំទី1ទី2ទី3អីចឹងមកប៉ុន្តែយើងអត់ទាន់បានសញ្ញាបត្របញ្ញាបត្ររងឬក៏សញ្ញាបត្របញ្ញាបត្រទេប៉ុន្តែយើងមានថ្នាក់ដែលយើងបានបញ្ចប់ហើយនៅក្នុងការរៀនបន្តនៅក្នុងថ្នាក់មហាវិទ្យាល័យគឺយើងមានយើងអាច request យើងអាចស្នើសុំ transcript ពីសាលាបានដើម្បីមកបញ្ជាក់តាក់ទងជាមួយនឹងចម្លើយSome Graduate Level Courses នៅក្នុងចម្លើយបន្ទាប់ Master Degree គឺថ្នាក់ Master គឺអនុបណ្ឌិតហើយចម្លើយបន្ទាប់ Some Doctorate Level Courses អានឹងយើងបានបញ្ចប់ថ្នាក់មួយចំនួនតាក់ទងជាមួយនឹងសញ្ញាបត្រជាន់ខ្ពស់មហាវិទ្យាល័យគឺ Doctor ហើយនឹងចម្លើយចុងក្រោយបង្អស់តាក់ទងជាមួយ Doctorate Degree គឺថ្នាក់បញ្ញាបត្រជាន់ខ្ពស់គឺថ្នាក់ Doctor ដែលយើងបានបញ្ចប់ចឹងក្នុងចម្លើយនេះខ្ញុំសង្ឃឹមថាបងប្អូនជ្រើសរើសឲ្យត្រឹមត្រូវហើយបើសិនជាមានសំណួរណាមួយតាក់ទងជាមួយនឹងចម្លើយទាំងអស់នេះឬក៏មានការផ្លាស់ប្ដូរអ្វីណាមួយនៅក្នុងឆ្នោតឆ្នាំ2025សម្រាប់ DV Lottery 2027បងប្អូនអាចដាក់សំណួរនៅខាងក្រោមវីដេអូនេះបានបាទសូមអរគុណ